អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ UN ស្នើឲ្យលោកស្រីផែថងឋានស៊ីណាវ៉ាតផ្ដល់សក្ខីកម្មលម្អិតអំពីចំណាត់ការនិងទីតាំងឧក្រិដ្ឋកម្មអ៊ីនធឺណិតទាំងក្នុងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍និងក្នុងប្រទេសថៃខ្លួនឯងពេលនេះរបបកំហើញចម្អុលបង្ហាញថាថៃប្រើល្បិចស្វាស៊ីបែកលៀបមាត់ពពែក្រុមអ្នកស៊ើបអង្កេតរាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ UN បានផ្ញើលិខិតទៅកាន់រដ្ឋាភិបាលថៃស្នើឲ្យលោកស្រីផែថងឋានស៊ីណាវ៉ាតបកស្រាយលម្អិតពាក់ព័ន្ធទៅនឹងកិច្ចប្រឹងប្រែងរបស់ប្រទេសថៃក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្លងដែននិងឧក្រិដ្ឋកម្មអ៊ីនធឺណិតឆោបោកចាប់ចម្រិតតាមប្រព័ន្ធអ៊ីនធឺណិតដែលរដ្ឋាភិបាលលោកស្រីផែថងឋានថ្មីនេះបានទម្លាក់ទៅលើប្រទេសដទៃក្នុងតំបន់អាស៊ីអាគ្នេយ៍ថាជាមណ្ឌលឧក្រិដ្ឋកម្មអ៊ីនធឺណិតដ៏ធំបំផុតដូច្នេះសូមលោកស្រីផ្ដល់សក្ខីកម្មលម្អិតនិងអ្វីដែលថាលោកស្រីផែថងឋានស៊ីណាវ៉ាត់ខ្លួនឯងប្រកាសថាជាអ្នកស្ម័គ្រចិត្តផ្ដល់ការិយាល័យឬធ្វើជាទីបញ្ជាការកណ្ដាលអន្តរជាតិសម្រាប់ការបង្ក្រាបអំពើឧក្រិដ្ឋកម្មអ៊ីនធឺណិតឆោបោកចាប់ចម្រិតជួញដូរមនុស្សឆ្លងដែនថាតើរបៀបចំណាត់ការរបស់លោកស្រីត្រូវរៀបចំពីណាទៅណាកំណត់នៃការប្រព្រឹត្តទៅឲ្យបានច្បាស់លាស់ហើយមុខសញ្ញានោះត្រូវមានសក្ខីកម្មអ្វីខ្លះក្នុងលិខិតរបស់អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ UN ក៏បានសម្ដៅផងដែរថារីឯក្នុងប្រទេសថៃកន្លងមកត្រូវបានសមត្ថកិច្ចអន្តរជាតិសហការជាមួយប៉ូលីសថៃចូលបង្ក្រាបទីតាំងឧក្រិដ្ឋកម្មអ៊ីនធឺណិតធំមានឆោបោកចាប់ចម្រិតនឹងការជួញដូរមនុស្សដូចជាទូរទស្សន៍សង្ហបុរី CNA ផ្សាយកាលពីយប់ថ្ងៃទី20ខែមិថុនាឆ្នាំ2025ដែលថារកឃើញប្រទេសថៃជាមណ្ឌលចែកចាយធំបំផុតនៃពពួកឧក្រិដ្ឋជនអ៊ីនធឺណិតពួកឧក្រិដ្ឋជនទាំងនោះបានចាប់បង្ខំមនុស្សឲ្យប្រព្រឹត្តអំពើឆោបោកតាមអ៊ីនធឺណិតនិងបានប្រែក្លាយតំបន់ត្រីកោណមាសទៅជាតំបន់ត្រីកោណផ្លាទីនីននោះតើវាយ៉ាងម៉េចទៅវិញតើលោកស្រីផែថងឋានស៊ីណាវ៉ាត់បកស្រាយយ៉ាងម៉េចដែរដូច្នេះសូមលោកស្រីផ្ដល់សក្ខីកម្មឲ្យលម្អិតដែលថាប្រទេសលោកស្រីស្អាតស្អំនោះហើយហេតុម្ដេចបានជាមានឧក្រិដ្ឋកម្មអ៊ីនធឺណិតធំឆោបោកចាប់ចម្រិតនិងការជួញដូរមនុស្សក្នុងប្រទេសថៃហើយត្រូវបានបង្ក្រាបជាក់ស្ដែងទៅវិញបើតាមការចេញផ្សាយរបស់សារព័ត៌មានថៃ The Nation កាលពីថ្ងៃច័ន្ទទី23ខែមិថុនាឆ្នាំ2025បានឲ្យដឹងថាលិខិតរបស់ UN បានចង្អុលទៅកាន់ទូនីតិដ៏សំខាន់របស់ប្រទេសថៃថាប្រទេសថៃជាកន្លែងដែលជនរងគ្រោះនានាជាប់អន្ទាក់ឧក្រិដ្ឋជនហើយត្រូវបាននាំយកទៅកាន់មណ្ឌលឆោបោកចាប់ចម្រិតអនឡាញនៅតាមប្រទេសជិតខាងជាពិសេសនៅតាមព្រំដែនការ៉ែននៃប្រទេសមីយ៉ាន់ម៉ាអ្វីដែលគួរឲ្យបារម្ភទៅទៀតនោះគឺប្រតិបត្តិការនៃអំពើឆោបោកតាមអ៊ីនធឺណិតមួយចំនួនធំត្រូវគេដឹងថាពឹងផ្អែកលើធនធានក្នុងប្រទេសថៃរួមមានការផ្ដល់ទីតាំងធម្មពលទូរគមនាគមន៍បណ្ដាញហិរញ្ញវត្ថុជាដើមទាក់ទងនឹងឧក្រិដ្ឋកម្ម Cyber ឬឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនេះត្រូវបានទូរទស្សន៍សង្ហបុរី CNA កាលពីយប់ថ្ងៃទី20ខែមិថុនាឆ្នាំ2025បានផ្សាយថាសមត្ថកិច្ចអន្តរជាតិដែលបង្ក្រាបឧក្រិដ្ឋជនតាមអ៊ីនធឺណិតក្នុងប្រទេសថៃជាច្រើនកន្លងមករកឃើញថាប្រទេសថៃមួយនេះជាមណ្ឌលចែកចាយដ៏ធំបំផុតនៃពពួកឧក្រិដ្ឋជនអ៊ីនធឺណិតថ្មីនេះជាបន្តទៀតកាសែតបាងកកប៉ុស្តិ៍បានចេញផ្សាយនៅថ្ងៃទី24ខែមិថុនាឆ្នាំ2025នេះឯងបានឲ្យដឹងថានាយតម្រួតថៃលោកឧត្តមសេនីយ៍គិតេរតពូពីតាកាលពីថ្ងៃទី23ខែមិថុនាឆ្នាំ2025បានបង្ហាញមនុស្សដែលត្រូវឃាត់ខ្លួនចំនួន3600នាក់ដែលអ្នកទាំងនោះត្រូវបានគេសង្ស័យថាប្រព្រឹត្តឧក្រិដ្ឋកម្មអ៊ីនធឺណិតរាប់ទាំងប្លន់ប្រដាប់អាវុធចាប់ចម្រិតតាមអ៊ីនធឺណិតនិងគ្រឿងញៀនក្នុងនោះសមត្ថកិច្ចថៃប្រមូលបានអាវុធ4422ដើមគ្រាប់ចំនួន26490និងគ្រឿងផ្ទុះ606គ្រឿងផ្ទុះដែលនេះជាលទ្ធផលនៃការបោះសម្អាតឧក្រិដ្ឋកម្មនៅក្នុងប្រទេសថៃចាប់ពីថ្ងៃទី14ដល់ថ្ងៃទី20ខែមិថុនាឆ្នាំ2025គឺថ្មីនេះឯងមិនធម្មតាទេទឹកតាំងទាំងនេះបញ្ជាក់ថាក្នុងប្រទេសថៃទុកទៅដោយក្រុមអន្តពាលពួកម៉ាហ្វីយ៉ាឧក្រិដ្ឋជនអ៊ីនធឺណិតនិងគ្រឿងញៀនអូតាមពិតទៅលោកស្រីផែថងឋានស៊ីណាវ៉ាត់នាយករដ្ឋមន្ត្រីថៃប្រកាសផ្ដល់ទីតាំងបញ្ជាការកណ្ដាលសម្រាប់សមត្ថកិច្ចអន្តរជាតិបង្ក្រាបឧក្រិដ្ឋជនអ៊ីនធឺណិតនោះគឺជាល្បិចស្វាស៊ីបាយលៀបមាត់ពពែតើឬពពួកចោរស្រែកឲ្យចាប់ចោលនោះឯងអូនគឺជាបុគ្គលលេខ2បើយើងមើលមកក្នុងនេះវាគ្រាន់តែសាមញ្ញទេចាយើងសាមញ្ញ
វាលំបាកនៅក្នុងការសម្រេចចិត្តអវិជ្ជមានយើង សម្រាប់បងប្អូនដែលមិនទាន់ស្គាល់ខ្លួនឯងច្បាស់រកស៊ីមានបញ្ហានឹងការធ្វើការជាមួយអ្នកដទៃមិនចុះសម្រុងគ្នានិងចង់អភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនអាចធ្វើការគុនគូជាមួយនឹងលោកជំទាវផ្ទាល់តាមក្បួន Napoleon Hill លោកអ្នកនឹងទទួលបានដឹងអំពីការតម្រង់ផ្លូវជីវិតប្រាប់ពីអត្តចរិតនិងការប្រែឧបនិស្ស័យរបស់អ្នករោគជំងឺដែលត្រូវប្រយ័ត្ននិងជំងឺដំណពូជធាតុដែលខ្វះពណ៌ដែលត្រូវប្រើលើករិស័យមុខរបរដែលស័ក្តិសមនិងធាតុកំណើតរបស់លោកអ្នក SV ហុងស៊ុយនាំជីវិតទៅរកភាពថ្កុំថ្កើងទំនាក់ទំនងមកឥឡូវនេះដើម្បីស្គាល់ខ្លួនឯងតាមរយៈហុងស៊ុយកិច្ចផុតពីភាពបរាជ័យនៅក្នុងជីវិត